ចាំមកថ្ងៃនេះខ្ញុំបានធ្វើវីដេអូជូនមកមើលដោយសារតែថ្ងៃនេះមានអ្នកជួយមើលអូននិយាយទៅមកតាមពីបានប្រើ scrap 3L នេះមកគឺខ្ញុំអាសាមែនតើមកមកទឹកគឺ scrap 2ដងមកទឹកខ្លះគឺបានតែម្ដងដោយសារយើងលើកូនទូចសម្រាប់អ្នកដែលមានកូនទូចអត់មានអីក្រៅពីការឆ្លៀតពេលដើម្បីឲ្យស្បែកយើងស្អាតនិងសម្រាប់យើងនៅដដែលអញ្ចឹងបងអញ្ចឹងការស្រឡាញ់ខ្លួនឯងការស្រឡាញ់សម្រាប់ខ្លួនឯងវាជារឿងមួយដែលយើងគ្រប់គ្នាត្រូវតែធ្វើមិនថាយើងមានកូនឬក៏មិនទាន់មានកូនទេបងពិសេសការជ្រើសរើសផលិតផលហ្នឹងបងដោយសារតែយើងកូនខ្ចីហើយបើសិនជាយើងជ្រើសរើសប្រភេទបកកាត់ទៀតវាធ្វើឲ្យប៉ះពាល់ដល់កូនរបស់យើងដែរអញ្ចឹងណាបងអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសយករូបមន្តខ្មែរបុរាណយើងជាប្រភេទសាច់ចាំយកមកប្រើប្រាស់បងសម្រាប់ scrap ដែលខ្ញុំកំពុងតែប្រើនេះជាប្រភេទ brand YL scrap រូបមន្តបុរាណខ្មែរធម្មជាតិ 100% ហ្មងសម្រាប់សាច់ scrap គឺម៉ត់រមួតនៅពេលដែលយើងខាត់លើស្បែកទៅគឺអត់ធ្វើឲ្យស្បែកយើងឈឺទេបងអញ្ចឹងបងបានដឹងរឿងហើយចំពោះ scrap បុរាណខ្មែរយើងគឺជាប្រភេទរូបមន្តសាច់ចាំនៅពេលដែលយើងប្រើប្រាស់ទៅលើស្បែកជួយឲ្យស្បែកយើងសម៉ត់ភ្លឺពីខាងក្នុងអញ្ចឹងបងដែលគាត់មានបញ្ហាបែកសង្វារសរសៃក្រហមអាចត្រូវដោយសារកម្ដៅថ្ងៃមានមុនខ្នងឬក៏មុននៅលើស្បែកបងអាចជ្រើសរើសជាមួយនឹងប្រភេទ scrap នេះយកទៅប្រើប្រាស់បានបងហើយសម្រាប់ការ scrap ស្បែកគឺយើង scrap ទុករយៈពេល15នាទីហើយក្នុង15នាទីនេះមកធ្វើការ massage ស្បែករបស់យើងឲ្យវាជ្រុះកោសិកាចាស់ៗជាមួយនឹងក្អែរបស់យើងណាបងហ្នឹងហើយនៅពេលដែលយើងទុករយៈពេល10នាទីហើយគឺបងលាងទឹកចេញជាការស្រោចតែម្ដងបងចាំបងឲ្យមើលស្បែកខ្ញុំបន្ទាប់ពីការ scrap ស្បែកហើយបងគឺមានអារម្មណ៍ថាភ្លឺជាងមុនម៉ត់រលោងជាងមុនខ្ញុំសម្រេចទឹកចិត្តឲ្យបងដែលគាត់សរសៃខ្ចីហើយព្យាយាមឆ្លៀតពេលវេលាថែរក្សាសម្រស់ណាបងមានតែយើងទេដែលស្រឡាញ់ខ្លួនឯងអញ្ចឹងចំណាយពេលថែរក្សាសម្រស់ដើម្បីខ្លួនឯងបង